សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងថ្មីបែបរន្ធត់ពីការឆ្លៀនពៀនពីទាហានថៃក្នុងពេលថ្មីនេះហេតុការណ៍ទាំងមូលកើតឡើងនៅប្រាសាទព្រះវិហារក្នុងប្រទេសកម្ពុជារបស់យើងរឿងវាសនាអ្នកឆ្លៀនពៀនប្រាសាទព្រះវិហារនារាត្រីមួយដែលពពកខ្មៅបោកបោកគ្របដណ្ដប់លើជួរភ្លុំដងរែងទាហានថៃមួយក្រុមធំបានលើកទ័ពយ៉ាងសន្ធឹកសន្ធាប់ក្នុងបំណងលេបត្របាក់យកប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌដ៏ខ្ពង់ខ្ពស់របស់ខ្មែរពួកគេមកដោយអំនួតអាងលើសប៉ាវុធទំនើបនិងការគាំទ្រពីលើអាកាសស្រាប់តែសំឡេងក្រហឹមនៃមេឃបានបន្លឺឡើងមិនមែនជាផ្គរលាន់ទេប៉ុន្តែវាជាសំឡេងយន្តហោះចម្បាំង F16 របស់ថៃដែលហោះឆ្វាយពេញផ្ទៃមេឃត្រៀមទម្លាក់គ្រាប់បែកកំទេចខ្សែត្រៀមការពាររបស់ខ្មែរគ្រានោះទាហានខ្មែរយើងមានចំនួនតិចជាងប៉ុន្តែទឹកចិត្តដាច់ខាតការពារទឹកដីគឺធំធេងដូចមហាសមុទ្រខណៈដែល F16 ព្យាយាមទម្លាក់គ្រាប់បែកទាហានខ្មែរមិនបានតក់ស្លុតឡើយមេបញ្ជាការខ្មែរបានបញ្ជាឲ្យប្រើប្រាស់ BM41 កាមជ្រួយពហុបាញ់វាកុំឲ្យពួកវាជន់ឈ្លីដីដូនតាយើងបានគ្រាប់រ៉ុកែតរាប់សិបគ្រាប់បានហោះខ្វាត់ខ្វែងពេញផ្ទៃមេឃបង្កើតជាផ្ទាំងស៊ីភ្លើងយ៉ាងសន្ធឹកសន្ធាប់ទោះបីជា F16 ព្យាយាមគិតយ៉ាងណាក៏ដោយក៏កម្ដៅនៃ BM41 និងការបាញ់សម្រុកយ៉ាងខ្លាំងបានធ្វើឲ្យយន្តហោះសត្រូវមិនអាចចូលមកក្បែរតួប្រាសាទបានឡើយដោយសារតែកំហឹងដែលដណ្ដើមយកមិនបានទាហានថៃក៏ចាប់ផ្ដើមបាញ់កំភ្លើងធំគំទេចចម្លាក់ក្បាច់ក្បោរនៃប្រាសាទព្រះវិហារបណ្ដាលឲ្យថ្មប្រាសាទខ្លះត្រូវរងការខូចខាតង្វើអគតិដែលហ៊ានបំពានលើទីសក្ការៈបានដាស់វិញ្ញាណក្ខន្ធបុព្វបុរសនិងទេវតាដែលថែរក្សាប្រាសាទឲ្យខឹងសម្បាស្រាប់តែពេលយប់នោះផ្សែងអពពកខ្មៅយ៉ាងក្រាស់គ្របដណ្ដប់លើជុំវិញជួរភ្នំដងរែកសំឡេងសូត្រមន្តបុរាណបន្លឺឡើងចេញពីបាតប្រាសាទឮទៅជាសំឡេងស្រែកថ្ងោរគួរឲ្យខ្លាចទាហានថៃដែលកំពុងសម្រាកស្រាប់តែឃើញខ្មោចទាហានបុរាណខ្មែរកាន់លំពីនឹងដាវភ្នែកក្រហមឆ្អៅហោះហើរពេញព្រៃពួកគេចាប់ផ្ដើមបាញ់គ្នាឯងដោយភ័ន្តច្រឡំអ្នកខ្លះទៀតស្រែកយំដូចមនុស្សឆ្កួនព្រោះឃើញរូបភាពព្រលឹងទាហានស្លាប់បាត់បង់ជីវិតរាប់រយឆ្នាំមុនមកច្របាច់កនៅពេលព្រឹកព្រលឹមឈានចូលមកដល់កងទ័ពថៃដែលនៅសេសសល់បានដកថយទាំងភិតភ័យបន្សល់ទុកសាកសពទាហានជាច្រើនដែលស្លាប់ដោយមិនដឹងមូលហេតុចំណែកឯអ្នកខ្លះឈួនវង្វេងបាត់ស្មារតីបណ្ដាសាម្ចាស់ប្រាសាទបានចារឹកជាប់ក្នុងព្រលឹងរបស់ពួកគេថាអ្នកណាឆ្លេងពៀនអ្នកនោះនឹងវិនាសទាហានខ្មែរបានកាន់បន្ទាយវិញដោយមោទនភាពទោះបីជាប្រាសាទរងរបួសដោយគ្រាប់កំភ្លើងខ្លះប៉ុន្តែវិញ្ញាណនៃប្រាសាទព្រះវិហារនៅតែរឹងមាំនិងជាទីសក្ការៈដែលមិនមានសត្រូវណាមួយអាចរំលោភយកបានឡើយបន្ទាប់ពីការវាយប្រហារដោយកាមជ្រួត BM41 របស់ខ្មែរទាហានថៃដែលនៅសេសសល់បានដកថយទៅពួនក្នុងព្រៃក្បែរចិន្តាប្រាសាទមេបញ្ជាការថៃម្នាក់ដែលមានចិត្តអំនួចមិនព្រមចោះចាញ់ក៏បានបញ្ជាឲ្យក្រុមឆ្លួបពិសេសលបចូលមកក្នុងតួប្រាសាទវិញនៅកណ្ដាលអាធ្រាត្រដើម្បីដាក់គ្រាប់រំសេបំផ្ទុះខ្លោងដាវទីផាំប៉ុន្តែពេលពួកគេជៀនជ្រឹងដល់បរិវេណថ្មប្រាសាទស្រាប់តែខ្យល់គួចយ៉ាងខ្លាំងបានបោះបក់មកចង្គៀងភើលរបស់ពួកគេចាប់ផ្ដើមរលត់ម្ដងនៅក្នុងភាពងងឹតស៊ុយស៊ុងសំឡេងក្រហឹមដូចសត្វសាហាវបានបន្លឺឡើងពីក្រោយថ្មឃ្នំភ្នែកពពកក្រហមឆ្អៅរត់រយគូបានលិចលយក្នុងទីងងឹតវាមិនមែនជាទាហានខ្មែរឈាមច្រទេប៉ុន្តែវាជាកងទ័ពខ្មោចយាមប្រាសាទដែលស្លៀកពាក់ឈុតបុរាណកាន់លំពាងដាវកំព្រឹងទាហានថៃម្នាក់បានព្យាយាមលើកកំភ្លើងបាញ់ប៉ុន្តែចម្លែកណាស់កំភ្លើងទំនើបរបស់គេស្រាប់តែកាំងមិនអាចគេចកាយបានឡើយស្រាប់តែមានដាវបុរាណមួយបានចាក់ទម្លុះទ្រូងរបស់គេពីក្រោយខណៈដែលមិនមានមនុស្សនៅទីនោះសំឡេងស្រែកយ៉ាងខ្លាំងបានបន្លឺពេញព្រៃថាទីនេះជាដីខ្មែរអ្នកណាហ៊ានបំពានត្រីស្លាប់នៅជួរមុខយន្តហោះ F16 មួយគ្រឿងព្យាយាមហោះចូលមកជួយសង្គ្រោះប៉ុន្តែអ្នកបើកបរស្រាប់តែឃើញរូបភាពបំភ្លេងភ្នែកជាយក្សដ៏ធំសម្បើមមួយឈរនៅកំពូលភ្នំដងរែកលើកដៃចាប់ស្លាប់យន្តហោះក្រវ៉ាត់ចោលយន្តហោះនោះក៏បាត់បង់ការគ្រប់គ្រងនិងធ្លាក់ផ្ទុះឆែកយ៉ាងសន្ធោសន្ធាប់ក្នុងជ្រោះជ្រាវធំមួយបង្កើតជាវាលពិឃាតដែលមិនមានអ្នកណារស់រានបានមេបញ្ជាការថៃដែលបញ្ជាឲ្យបាញ់គំទេចប្រាសាទបានធ្លាក់ខ្លួនឈឺភ្លាមស្បែករបស់គេចាប់ផ្ដើមខ្មៅជាំហើយមានដង្កូវស៊ីចេញពីក្នុងសាច់ហាក់ដូចជារងនៅអំពើអាបធ្មប់គេស្រែករវើវាយឃើញតែប្រលឹងខ្មោចទាហានខ្មែរមកតាមទាជីវិតគ្រប់វិនាទីទាហានថៃដែលរត់រួចទៅវិញខ្លះក៏ឈួតវង្វេងខ្លះទៀតពីការភ្នែកដោយសារមើលពន្លឺចម្លែកចេញពីប្រាសាទគ្មានអ្នកណាម្នាក់ហ៊ានងាកក្រោយមកមើលប្រាសាទព្រះវិហារម្ដងទៀតឡើយ
បណ្ដាសាម្ចាស់ទឹកដីបានសាយភាយពេញសមរភូមិរហូតដល់ថ្នាក់រដ្ឋាភិបាលសត្រូវត្រូវបង្ខំចិត្តដកទ័ពទាំងអាម៉ាស់នៅពេលព្រះអាទិត្យរះឡើងវិញនៅពីក្រោយប្រាសាទព្រះវិហារសន្តិភាពក៏បានត្រឡប់មកវិញទាហានខ្មែរដែលនៅយាមទីនោះបានឃើញចម្លាក់មហាទេពនៅតាមជញ្ជាំងប្រាសាទហាក់ដូចជាមានស្នាមញញឹមឈាមរបស់សត្រូវដែលស្រោចលើដីបានคล้ายទៅជាដីខ្មៅដែលការពារមិនអោយអ្នកណាមកឈ្លានពានបានតទៅទៀតប្រាសាទព្រះវិហារនៅតែឈរខ្ពស់ត្រដែតលើកំពូលភ្នំដងរែកជាសាក្សីនៃវីរភាពទាហានខ្មែរនិងជាកន្លែងសក្ការៈដែលការពារដោយអំណាចអភិយជំនឿនិងបណ្ដាសាដែលមិនអាចបំពានបានក្រោយការធ្លាក់នៃយន្តហោះ F-16 កងទ័ពថៃកាន់តែជ្រួលច្របល់មេបញ្ជាការលំដាប់ខ្ពស់ម្នាក់របស់ថៃបានបញ្ជាឲ្យកងកម្លាំងពិសេសឆ្នើមបំផុតឡើងតាមច្រកភ្នំដងរែកដើម្បីវាយឈ្មុកយកកំពូលប្រាសាទឲ្យខានតែបានប៉ុន្តែពួកគេមិនដឹងទេថាទីនោះបានคล้ายទៅជាអន្ទាក់ព្រលឹងរួចជាស្រេចទៅហើយនៅពេលយប់ជ្រៅខណៈដែលទាហានសត្រូវកំពុងលបឡើងតាមជម្រាលភ្នំស្រាប់តែដីភ្នំចាប់ផ្ដើមញ័ររញ្ជួយថ្មប្រាសាទធំធំដែលបាក់បែករាប់រយឆ្នាំមកហើយស្រាប់តែមានចលនាហាក់ដូចជាមានជីវិតថ្មទាំងនោះបានប្រែក្រឡាទៅជាទាហានសិលាឬទាហានថ្មដ៏ធំសម្បើមឈរយាមតាមច្រកផ្លូវក្របកំភ្លើងដែលទាហានថៃបាញ់ចេញមកគ្រាន់តែប៉នឹងខ្លួនទាហានថ្មក៏ត្រឡប់ទៅរកម្ចាក់ដើមវិញបណ្ដាលឲ្យទាហានសត្រូវស្លាប់ដួលរេលដោយស្លឹកឈើជ្រុះនៅចំកណ្ដាលនៃប្រាសាទស្រាប់តែមានពន្លឺពណ៌ស្វាយត្រជាក់ស្រែបលេតឡើងវិញ្ញាណម្ចាស់ក្សត្រីសម័យបុរាណដែលជាអ្នកថែរក្សាទីសក្ការៈនេះបានបង្ហាញព្រះកាយយ៉ាងអស្ចារ្យទ្រង់បានលើកព្រះហស្ថចង្អុលទៅកាន់កងទ័ពឈ្លានពានរួចបន្លឺវាចាជាភាសាបាលីបុរាណដែលធ្វើឲ្យអ្នកស្ដាប់ត្រជាក់ដោយឆ្អឹងខ្នងទឹកដីនេះជាគេមរតកកូនខ្មែរអ្នកណាមានចិត្តអគតិចង់ប្លន់យកចូលឲ្យវាវិនាសអន្តរាយរោគដីកប់គ្មានឡើយភ្លាមនោះស្រាប់តែមានភូងសត្វស្លាបនិងសត្វព្រៃរាប់ម៉ឺនក្បាលចុះមុខចឹកចង្កាំទាហានសត្រូវអ្នកខ្លះទ្រឹសត្វពស់វែកដ៏ធំម៉ូសានដែលវ៉ាចេញពីក្រោមថ្មប្រាសាទចឹកស្លាប់ភ្លាមសម្រាប់ឈឺចាប់បានលាន់លឺពេញជ្រលើភ្នំដងរែកលាយឡំនឹងសំឡេងសើចបែបខ្មោចឡងពីលើកំពូលប្រាសាទមិនត្រឹមតែស្លាប់នៅក្នុងសមរភូមិឡើយទាហានថៃដែលរត់គេចខ្លួនត្រឡប់ទៅស្រុកវិញក៏មិនអាចជួបសេចក្តីសុខដែរអ្នកខ្លះយល់សបានឃើញប្រាសាទប្រាក់វិហារបាក់សង្កត់លើខ្លួនរាល់យប់អ្នកខ្លះទៀតរាងកាយចាប់ផ្ដើមស្ងួតក្រៀមដោយសាកសពដែលគេហៅថ្ងៃទោះបីជាខំប្រឹងបរិភោគយ៉ាងណាក៏ដោយអាវុធទំនើបដូចជារថតាំងនិងយន្តហោះដែលធ្លាប់តែប្រាយដើម្បីវាយប្រហារខ្មែរស្រាប់តែឆេះម៉ាស៊ីនដោយមិនដឹងមូលហេតុឬក៏ផ្ទុះដោយខ្លួនឯងនៅក្នុងបន្ទាយនេះគឺជាបណ្ដាសាដែកថែបដែលម្ចាស់ប្រាសាទបានដាក់លើអ្នកដែលហ៊ានប្រើអាវុធកំទេចបេតិកុនពិភពលោកចុងក្រោយបរិវេណប្រាសាទព្រះវិហារបានត្រឡប់មកស្ងប់ស្ងាត់វិញកងទ័ពខ្មែរដែលកំណាំងការពារទឹកដីបាននាំគ្នាឧទ្ទូកបន់ស្រន់និងអរគុណដល់បារីដូនតាដែលបានជួយជ្រោមជ្រែងនៅលើជញ្ជាំងប្រាសាទគេឃើញមានស្នាមឈាមសត្រូវដែលជូតមិនជ្រេះវាបានคล้ายទៅជាស្លាកស្នាមរំលឹកដល់ក្មេងចំនួនក្រោយថាប្រាសាទព្រះវិហារមិនមែនគ្រាន់តែជាថ្មឡើយប៉ុន្តែវាគឺជាដួងព្រលឹងនិងជាជីវិតរបស់ខ្មែរអ្នកណាហ៊ានបំពេញនឹងត្រូវទទួលបណ្ដាសាអស់មួយជីវិតធុងជាតិខ្មែរនៅតែបន្តបក់រលកខ្ពស់ត្រដែតលើកំពូលភ្នំដងរែកក្រោមពន្លឺព្រះអាទិត្យដ៏ត្រចះត្រចាំងជានិមិត្តសញ្ញានៃជ័យជំនះដ៏អស្ចារ្យលើសត្រូវឈ្លានពានមេបញ្ជាការថៃដែលឆ្លុះវង្វេងនឹងអាម៉ាតបានសម្រេចចិត្តចុងក្រោយដោយកំហឹងគេបានបញ្ជាឲ្យកងកំភ្លឹងធំរយៈចម្ងាយឆ្ងាយបាញ់សម្រុកចូលមកចំទូប៉មប្រាសាទកំដាលដែលជាបេះដូងនៃព្រលឹងខ្មែរក្របកំភ្លឹងធំបានហក់កាត់ផ្ទៃមេឃបង្កាត់ជាសូរស័ព្ទក្រហមគួរឲ្យខ្លាចខណៈដែលក្របកំភ្លើងបំរុងនឹងធ្លាក់មកលើដំបូលប្រាសាទស្រាប់តែមានពន្លឺពណ៌មាសឆ្អិនឆ្អៅរាគស្មី7ពណ៌បានចេះចេញពីកំពូលប្រាសាទបង្កើតជាខែលការពារយ៉ាងមាំក្របកំភ្លើងទាំងអស់ដែលប៉ះនឹងរាគស្មីនោះបានរលាយคล้ายជាភេផង់ក្នុងមួយប៉ព្រិចភ្នែកទាហានថៃដែលបញ្ជាឲ្យបាញ់ស្រាប់តែធ្លាក់ខ្លួនងងឹតភ្នែកភ្លាមពួកគេស្រែកថាក្តៅដួលត្រូវភ្លើងនរកបើទោះជាមិត្តភ័ក្តិជួយចេះទឹកដាក់ក៏មិនត្រជាក់ដែរនៅខាងមុខខ្លងទ្វារប្រាសាទ
ស្រាប់តែលេចចេញនៅរូបរាងកងទ័ពដំរីដ៏មហិមានិងមេទ័ពខ្មែរពីសម័យអង្គររាប់ពាន់នាក់ជិះលើខ្នងដំរីហោះហើរលើអាកាសមេទ័pomម្នាក់ដែលគ្រងព្រឿងសឹកមាសបានលើកដាវជ័យរួចបង្លឺសំឡេងសង្គ្រឹតធ្មេញលាន់លឺរន្ទើបពេញផែនដីនឹងពពកអ្នកបំផ្លាញគំតិចប្រាសាទបុរាណខ្មែរនឹងត្រូវបណ្ដាសាដូនតាមហានគរខ្មែរដរាបណាមានផែនដីមានព្រះអាទិត្យមានព្រះច័ន្ទនៅលើផែនដីដរាបនោះបណ្ដាសានឹងពោជ័យនៅតែមានគ្រានោះមេឃដែលធ្លាប់តែភ្លឺស្រាប់តែប្រែជាខ្មៅងងឹតដូចយប់អធ្រាត្ររស្មីព្រះច័ន្ទនិងព្រះអាទិត្យបានចាំងចូលមកក្នុងភ្នែករបស់ទាហានឈ្លានពានបណ្ដាលឲ្យពួកគេឃើញរូបភាពខ្លួនឯងស្លាប់យ៉ាងអណោចអធមក្នុងនរកពួកគេភ័យខ្លាចដល់ថ្នាក់បោះបង់អាវុធរត់យកព្រះសិរៈរហូតដល់ខ្លះរត់ធ្លាក់ជ្រុះភ្នំដងរែកស្លាប់រាប់មិនអស់បណ្ដាសានេះមិនមែនមានត្រឹមតែក្នុងសមរភូមិឡើយចាប់ពីថ្ងៃនោះមករាល់អ្នកដែលបានចូលរួមក្នុងការបាញ់បំផ្លាញប្រាសាទតែងតែជួបគ្រោះថ្នាក់ក្នុងគ្រួសារស្លាប់ដោយគ្មានមូលហេតុឬក៏មានជំងឺប្លែកៗដែលគ្រូពេទ្យទំនើបមិនអាចព្យាបាលបានពួកគេត្រូវរស់នៅក្នុងក្តីរន្ធត់ជាឆ្លើយសឹកនៃវិញ្ញាណខ្មោចទាហានខ្មែរដែលតាមយាមកាមពួកគេគ្រប់ដង្ហើមចេញចូលផ្ទុយទៅវិញចំពោះកូនខ្មែរដែលស្ម័គ្រចិត្តបូជាសាច់ស្រស់ឈាមស្រស់ការពារប្រាសាទពួកគេទទួលបាននូវពរជ័យពីដូនតាទោះបីជាក្របកំភ្លើងបាញ់មកយ៉ាងណាក៏មិនត្រូវជំងឺតម្កាត់ក៏មិនបៀតបៀនហើយរាល់ការបន់ស្រន់សុំសេចក្តីសុខនៅមុខប្រាសាទតែងតែបានសម្រេចដោយបំណងសង្គ្រាមបានបញ្ចប់ប៉ុន្តែវិញ្ញាណនៃបុព្វបុរសខ្មែរនៅតែបន្តស្ថិតនៅទីនោះរាល់យប់ថ្ងៃសិលអ្នកស្រុកនៅជិតនោះតែងតែឮសំឡេងជ័យខុសនិងសំឡេងដំរីសឹកដើរជុំវិញប្រាសាទទង់ជាតិកម្ពុជានៅតែបក់រវិចឮកំពូលប្រាសាទព្រះវិហារក្រោមសាក្សីនៃព្រះអាទិត្យនិងព្រះច័ន្ទដីខ្មែរនៅតែដីខ្មែរប្រាសាទខ្មែរនៅតែជារបស់ខ្មែរអ្នកណាដែលព្យាយាមមកបណ្ដាំឬបំផ្លាញនឹងត្រូវចារឹកឈ្មោះក្នុងបញ្ជីមរណៈនៃបណ្ដាសាម្ចាស់ទឹកដីដរាបរៀងតុយនេះគឺជាការបន្តសាច់រឿងឲ្យកាន់តែស៊ីជម្រៅទៅលើជោគជតារបស់អ្នកឈ្លានពាននិងអានុភាពនៃបណ្ដាសាដែលមិនចេះរលាសាបសូន្យក្រោយពីកងទ័ពថៃបានដកថយទាំងអាម៉ាក់មេទ័ពធំដែលបញ្ជាឲ្យប្រើ F-16 និងកំភ្លើងធំបានកំទេចប្រាសាទបានព្យាយាមរៀបចំពិធីសែនព្រានដោះបំណុលឈាមនៅឯទីក្រុងបាងកកប៉ុន្តែទោះបីជាគេប្រាយគ្រូមន្តអាគមខ្លាំងពូកែយ៉ាងណាក៏ដោយក៏មិនអាចទប់ទល់នឹងអានុភាពនៃមហានគរបានឡើយរាល់ពេលដែលគេបិទភ្នែកសម្រាកគេតែងតែឃើញរូបភាពខ្លួនឯងឈរនៅកណ្ដាលសមុទ្រឈាមហើយមានវិញ្ញាណខ្មោចទាហានខ្មែររាប់ម៉ឺននាក់ចង់អុលមុខដាក់បណ្ដាសាមិនយូរប៉ុន្មានគ្រួសាររបស់មេតបរូបនោះចាប់ផ្ដើមជួបគ្រោះចម្លែកសមាជិកក្នុងផ្ទះម្នាក់មានអារម្មណ៍ថាដូចមានមនុស្សតាមមើលគ្រប់ជំហានរាល់ទ្រព្យសម្បត្តិដែលបានមកពីការឈ្លានពានបានរលាយសាបសូន្យដោយអបត្រឹមថ្ងៃនៅឯសមរភូមិផ្ទាល់ចិន្តាថ្មបុរាណដែលទាហានថៃធ្លាប់បានបោះជំហានឈ្លានពានបានคล้ายជាកន្លែងដែលល្បីថាស័ក្តិសិទ្ធិនិងរន្ធត់បំផុតមានសេចក្តីរាយការណ៍ថានៅយប់ខ្លះគេឃើញកងព្រលឹងខ្មោចទាហានថៃដែលស្លាប់ក្នុងសង្គ្រាមនោះលេចចេញមកទាំងខ្លួនប្រាណរហែករហិនអង្គុយយំសោកបោកខ្លួននៅតាមចិន្តាដោយមិនអាចទៅចាប់ជាថ្មីបានព្រលឹងទាំងនោះត្រូវបានជាប់ឃុំឃាំងដោយអំណាចនៃបណ្ដាសាដូនតាដើម្បីឲ្យនៅយាមប្រាសាទបំរើជាទាសករវិញ្ញាណឲ្យខ្មែរអស់កាលជានិច្ចជាការសងចំពោះកំហុសដែលហ៊ានមកបំផ្លាញទីសក្ការៈនេះអ្នកភូមិដែលរស់នៅក្បែរនោះបាននិយាយថាពួកវាចង់បាំងប្រាសាទពេកឥឡូវដូនតាខ្មែរឲ្យពួកវាផ្ញើព្រលឹងនៅទីនេះជារៀងរហូតទៅចាំមើលចុះមានថា100ឆ្នាំឬ1000ឆ្នាំទៀតទេវិញ្ញាណឈ្លានពាននឹងត្រូវរងទុក្ខនៅក្រោមបាតជើងដូនតាខ្មែរផ្ទុយពីភាពរន្ធត់នៃអ្នកឈ្លានពានទាហានខ្មែរដែលឈរជើងការពារនៅសមរភូមិមុខបានទទួលនូវសេចក្តីសុខយ៉ាងចម្លែកទោះបីជាស្ថិតក្នុងស្ថានភាពខ្វះខាតឬគ្រោះថ្នាក់ក៏ពួកគេតែងតែមានលាភជ័យនិងសេចក្តីសុខសាន្តអ្នកខាដែលធ្លាប់រងរបួសដោយគ្រាប់កំភ្លើងសត្រូវស្រាប់តែរបួសនោះជឿសះស្បើយយ៉ាងលឿនគួរឲ្យភ្ញាក់ផ្អើលហាក់ដូចជាមានឱសថទិព្វមកជួយព្យាបាលដូនតាខ្មែរមិនត្រឹមតែដាក់បណ្ដាសាសត្រូវទេប៉ុន្តែទ្រង់ក៏បានប្រទាននូវមន្តវិជ្ជាការពារខ្លួនដល់កូនចៅខ្មែរដែលស្មោះត្រង់នឹងទឹកដីផងដែរនៅលើកំពូលភ្នំដងរែកយុទ្ធជនខ្មែរបានសាងសង់ខ្ទមអ្នកតានិងកន្លែងសក្ការៈតូចៗដើម្បីដឹងគុណដល់បារមីដែលបានជួយឲ្យឈ្នះសង្គ្រាមលើអាវុធទំនើប F-16 និងគ្រាប់កាំភ្លើងរាប់ម៉ឺនគ្រាប់នៅរាត្រីដែលស្ងប់ស្ងាត់បំផុត
បន្ទាប់ពីស្ត្រីចុងក្រោយបានដកថយផុតពីខ្សែបន្ទាត់ព្រំដែនមេបញ្ជាការកងទ័ពខ្មែរម្នាក់ដែលល្បីខាងភាពក្លាហាននិងមានសិលធម៌ខ្ពស់បានសម្រេចចិត្តឡើងទៅកាន់តួប៉មខ្ពស់បំផុតនៃប្រាសាទដើម្បីអុជធូបអរគុណដល់បារមីដូនតាខណៈពេលដែលលោកកំពុងលុតជង្គង់សំពាក់ស្រាប់តែផែនដីញ័ររញ្ជួយតិចៗហើយផ្ទាំងសិលាដ៏ធំមួយនៅក្រោមរូបចម្លាក់ព្រះឥន្ទបានរបើកឡើងពន្លឺពណ៌បៃតងត្បូងកណ្ដៀងបានចេះចេញមកហាក់ដូចជាមានជីវិតនៅកណ្ដាលពន្លឺនោះគឺជាដាវជ័យមហានគរដែលមានក្បាច់ក្បូរនាគរាតពាន់ជុំវិញដងដាវវិញ្ញាណបុព្វបុរសម្នាក់ដែលមានរូបរាងខ្ពស់ធំស្លៀកពាក់ឈុតមេតបបុរាណបានបង្ហាញខ្លួននិងមានបន្ទូលថាកូនចៅអើយដាវនេះមិនមែនសម្រាប់តែសម្លាប់សត្រូវឡើយប៉ុន្តែវាគឺជាវិញ្ញាណនៃការរួបរวมដរាបណាពួកឯងស្រឡាញ់គ្នាការពារគ្នានិងការពារទឹកដីដ៏ចិត្តបរិសុទ្ធដាវនេះនឹងបំបាក់រាល់អាវុធទំនើបរបស់សត្រូវទាំងអស់ផ្ទុយពីភាពអស្ចារ្យនៅត្រួយខាងខ្មែរត្រួយមួយខាងទៀតត្រកូលអ្នកណាដែលបានបញ្ជាឲ្យប្រើយន្តហោះ F-16 បាញ់គំទេចប្រាសាទបានធ្លាក់ចូលទៅជ្រោះមរណៈកូនចៅរបស់ពួកគេចាប់ផ្ដើមរវើរវាយខ្លះស្រែកថាឃើញខ្មោចទាហានខ្មែរជីដំរីមកដេញជាន់ដល់ក្នុងផ្ទះទ្រព្យសម្បត្តិមហាសាលដែលធ្លាប់មានរលាយបាត់បង់ដោយសារតែភ្លើងឆេះឬការរកស៊ីខាតយ៉ាងចម្លែកប្រឡាស់អ្នកខ្លះព្យាយាមយកបំបែកថ្មប្រាសាទដែលខ្លួនធ្លាប់លួចយកទៅត្រឡប់មកសងវិញទាំងយប់ទាំងអាធ្រាត្រព្រោះមិនអាចទ្រាំទ្រនឹងសម្លេងស្រែកថ្ងោររបស់វិញ្ញាណដែលតាមឡងបន្លាយសូម្បីតែមន្ត្រីជាន់ខ្ពស់ដែលធ្លាប់ចុះហត្ថលេខាលើផែនទីឈ្លានពានក៏ត្រូវធ្លាក់បុណ្យស័ក្តិនិងរស់នៅក្នុងសេចក្តីអាម៉ាស់ជារៀងរហូតបណ្ដាសាដ៏ស័ក្តិសិទ្ធិត្រូវបានគេឮបន្លឺតាមខ្យងភ្នំដងរែករាល់ថ្ងៃសិលអ្នកណាដែលប៉ះពាល់ដល់ប្រាសាទខ្មែរនឹងត្រូវវិនិច្ឆ័យសាបសូន្យដល់7ជួរកោត្រាផ្ទុយទៅវិញអ្នកណាដែលជួការពារនិងថែរក្សានឹងទទួលបាននូវពរជ័យសេចក្តីសុខនិងការរីកចម្រើនគ្រប់ទិសទីអំណាចនៃពាក្យសម្បត្តិនេះបានคล้ายជាជញ្ជាំងមុនអាគាមដែលមើលមិនដល់ទោះបីជាបច្ចេកវិទ្យាសាស្ត្ររីកចម្រើនដល់កម្រិតណាក៏ដោយក៏មិនមានម៉ាស៊ីនឬអាវុធណាមួយអាចទម្លុះអាថារភាពនិងកម្លាំងបារមីដែលថែរក្សាប្រាសាទព្រះវិហារបានឡើយទោះបីជាសត្រូវត្រូវបានកម្ចាត់ដោយអំណាចបារមីនិងការតស៊ូរបស់កងទ័ពខ្មែរប៉ុន្តែសមរភូមិដ៏សាហាវនេះបានបន្សល់ទុកនូវរបួសយ៉ាងធ្ងន់ធ្ងរដល់តួប្រាសាទគ្រាប់កំភ្លើងធំនិងការទម្លាក់គ្រាប់កំភ្លើងពីយន្តហោះ F-16 បានធ្វើឲ្យចម្លាក់ទេវតានៅតាមជញ្ជាំងខ្លះត្រូវបែកបាក់ខ្លោងទ្វារបុរាណខ្លះត្រូវរលំងាជើងហើយថ្មភុញដ៏មានតម្លៃត្រូវខ្ទេចខ្ទីនៅក្រោមគំនរអផងទាហានខ្មែរដែលនៅរស់រានមានជីវិតបានដើរចូលទៅក្នុងតួប្រាសាទទាំងទឹកមាសហូរស្រក់ពួកគេបានឃើញឈាមរបស់មិត្តរួមអាវុធលាយឡំជាមួយកំទេចថ្មប្រាសាទដែលជារបស់ស្រឡាញ់ស្មើជីវិតមេបញ្ជាការខ្មែរម្នាក់បានលុតជង្គង់ដោនរួចលើកដីដែលឡោកឡំជាមួយកំទេចថ្មប្រាសាទមកថើមនិងបន្លឺឡើងទាំងសំឡេងខ្សិកខ្សៀលថាដូនតាអើយកូនចៅការពារប្រាសាទបានហើយប៉ុន្តែយើងទុកឲ្យស្ត្រីមកធ្វើបាបរូបកាយដូនតាឲ្យឈឺចាប់យ៉ាងនេះកូនចៅសូមខមាទោសខណៈពេលដែលទាហានខ្មែរកំពុងយំសោកសំឡេងផ្គរលាន់ស្រាប់តែផ្ទុំឡើងពីលើមេឃភ្លាមទោះបីជាគ្មានពពុះភ្លៀងក៏ដោយរំញ័រនៃបណ្ដាសាដែលអ្នកបានពោលក៏បានបន្លឺឡើងចេញពីគ្រប់ទិសទីនៃប្រាសាទញ័ររន្ធឺដល់ស្រទាប់ដីអ្នកណាដែលបំផ្លាញកំទេចប្រាសាទបុរាណខ្មែរនឹងត្រីបណ្ដាសាដូនតាមហានគរខ្មែរដរាបណាមានផែនដីមានព្រះអាទិត្យមានព្រះច័ន្ទនៅលើផែនដីដរាបនោះបណ្ដាសានឹងពរជ័យនៅតែមានរំពេចនោះរាល់បំណែកថ្មប្រាសាទដែលស្ត្រីបាញ់បំបែកបានคล้ายជាព្រួញវិញ្ញាណហោះដេញតាមសត្រូវរហូតដល់ក្នុងទឹកដីរបស់ពួកគេអ្នកដែលបញ្ជាឲ្យបាញ់កំទេចប្រាសាទមិនត្រឹមតែស្លាប់ខ្លួនឯងទេសូម្បីតែឈ្មោះរបស់គេក៏ត្រូវគេលុបចេញពីប្រវត្តិសាស្ត្រក្នុងនាមជាជនជាប់បណ្ដាសារាល់យប់ពួកគេនឹងឮសំឡេងថ្មប្រាសាទបាក់សង្កត់លើទ្រូងបង្កជាភាពឈឺចាប់ខ្លាំងជាងការស្លាប់ទៅទៀតភាគបញ្ចប់ទោះបីជាប្រាសាទខូចខាតយ៉ាងដំណំប៉ុន្តែភាពស័ក្តិសិទ្ធិមិនបានថយចុះឡើយផ្ទុយទៅវិញស្នាមរបួបលើថ្មប្រាសាទទាំងនោះបានคล้ายជាសក្ខីភាពនៃភាពអង់អាចរាល់ស្នាមគ្រាប់កំភ្លើងសត្រូវបានប្រែคล้ายទៅជាក្បាច់ក្បូរថ្មីមួយដែលចារឹកទុកនូវជ័យជំនះរបស់កូនខ្មែរលើបច្ចេកវិទ្យាទំនើបពន្លឺព្រះអាទិត្យនិងព្រះច័ន្ទបានចាំជាក់លើកំពូលប្រាសាទព្រះវិហារដែលនៅសេសសល់បង្កើតជាពន្លឺចែងចាំងការពារទឹកដីខ្មែរជានិរន្តរ៍កូនខ្មែរជំនាន់ក្រោយ
បាននាំគ្នាជក់ជុលនឹងថែរក្សាដោយក្តីគោរពបំផុតសត្រូវអាចបំផ្លាញថ្មបានប៉ុន្តែពួកគេមិនអាចបំផ្លាញព្រលឹងខ្មែរបានឡើយដរាបណាព្រះអាទិត្យនៅតែរះពីទិសខាងកើតប្រាសាទព្រះវិហារនៅតែជារបស់ខ្មែរហើយបណ្ដាសាម្ចាស់ទឹកដីនៅតែតាមឡងបន្លាចជនឈ្លានពានជានិរន្តរ៍ប្រាសាទដែលសង់ពីថ្មភ្នំដ៏រឹងមាំនេះមិនមែនឈរដោយសារតែថ្មនិងបាយអនោះទេប៉ុន្តែវាឈរដោយសារតែព្រលឹងជាតិនិងអំណាចបារមីដែលមិនចេះស្លាប់រឿងរ៉ាវសង្គ្រាមនិងបណ្ដាសានៅប្រាសាទព្រះវិហារបានក្លាយជាវីរកថាដែលកូនខ្មែរគ្រប់រូបចងចាំមិនភ្លេចវាគឺជាភស្តុតាងដែលបង្ហាញថាទឹកដីកម្ពុជាមិនមែនជាទឹកដីដែលអ្នកណាចង់មកបំពានតាមចិត្តបានឡើយប្រលឹងដូនតាមហានគរនិងបណ្ដាសាម្ចាស់ទឹកដីនៅតែបន្តយាមកាមជានិរន្តរ័យថ្ងៃនេះប្រាសាទព្រះវិហារឈរខ្ពស់ត្រដែតលើកំពូលភ្នំហាក់ដូចជាកំពុងសម្លឹងមើលទៅទិសខាងលិចដោយភាពអង់អាចនិងរង់ចាំដាក់ទោសរាល់ជនឈ្លានពានណាដែលហ៊ានបំពានសារជាថ្មីម្ដងទៀត